Bạnសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវិធីខ្ញុំគិតថាល្អដែរសម្រាប់បងប្អូនដែលដូចជាខ្ញុំអញ្ចឹងអាសាភ្លេចយ៉ាងច្រើនបងប្អូនពេលខ្លះយើងវែងដៃមិនដឹងថាទុកទូរស័ព្ទនៅកន្លែងណាអញ្ចឹងបងប្អូននៅក្នុងបន្ទប់យើងរកឃើញអញ្ចឹងបងប្អូនយើងមិនចាំបាច់ពិបាកក្នុងការរកទៀតទេបងប្អូនយើងមានវិធីសាស្ត្រមួយយើងមាន app មួយដើម្បីធ្វើការស្វែងរកទូរស័ព្ទរបស់យើងហ្នឹងបងប្អូនអូខេតាដំបូងយើងចូលទៅកាន់Play Store ដើម្បីទៅឡើងកម្មវិធីមួយបងប្អូនយើងចូល Play Store មកអូខេចូល Play Store មកទៅមកយើងចុចលេខប៊ូតុង Search នេះយើង Search ជាងវាយពាក្យថា Find ទៅមកវានឹងចេញពាក្យខាងលើគេបងប្អូនយើងចុចពាក្យខាងលើគេមក Find phone anti hypnotic នេះបងប្អូនចុចលើហ្នឹងមកអូខេបន្ទាប់ពីចុចមកវានឹងមានពាក្យថា Install នេះបងប្អូនដោយសារខ្ញុំបានតឡើងវាហើយវាចេញពាក្យថា Open តែបើសិនជាបងប្អូនមិនទាន់តឡើងទេវានឹងចេញពាក្យថា Install អញ្ចឹងបងប្អូនចុចពាក្យថា Install មកអូខេឥឡូវយើងសន្មតថាយើងបានតឡើងកម្មវិធីនឹងហើយចំតមកយើងចេញពី App Store ចេញពីកម្មវិធីនឹងមកយើងចូលទៅខាងកម្មវិធីដែលយើងបានតឡើងមិញបងប្អូននេះជាកម្មវិធី Find Phone មិញដែលយើងបានតឡើងមិញក្នុងកម្មវិធី Play Store បងប្អូនយើងចុចចូលលើកម្មវិធីនឹងមកដើម្បីជួយកំណត់វាបន្តិចបងប្អូនចូលមកបងប្អូនដោយសារកម្មវិធីនេះជាកម្មវិធី free អញ្ចឹងវាមានពាណិជ្ជកម្មបន្តិចបងប្អូនអញ្ចឹងបងប្អូនចាំបន្តិចទៅអូខេបន្តមកយើងចុចពាក្យថា next បងប្អូនចុចពាក្យ next យើងចុចពាក្យថា next ទៀតចុច next ទៀតចុចពាក្យ go អូខេបន្តមកវាជាផ្ទាំងបែបនេះយើងទៅការនេះបងប្អូនយើងទៅការយើងស្រួលមកក្រោមមកយើងទៅការរើសនៅសំឡេងនេះយើងចង់ឲ្យវា alert បងប្អូនចង់ឲ្យវាស្រែក row នៅពេលដែលយើងរកវាអញ្ចឹងបងឧទាហរណ៍ខ្ញុំចុចនេះបងប្អូនអាចសញ្ញាកតាំងឧទាននេះខ្ញុំចុចលើវាចុចមកវាចេញឲ្យយើងកំណត់ខាងក្រោមនេះបងប្អូននេះនេះកន្លែងយើងជ្រើសយក100សំឡេងយក100មកអូខេបន្ទាប់ពីយើងរើសបាក់នេះយើងដាក់កន្លែងនេះយើងដាក់ flash តែយើងដាក់ជាភ្លើងបងប្អូននេះសំឡេងរំញ័រហើយសំឡេងនេះសំឡេង sound អូខេបន្ទាប់មកបន្ទាប់ពីយើងកំណត់វារួចរាល់យើងចុចពាក្យថា tick នេះបងប្អូនចុច tick មកបន្ទាប់មកយើង scroll ឡើងទៅលើវិញតើបងប្អូនឃើញពាក្យប៊ូតុងនេះ tap to activate អញ្ចឹងបងប្អូនដើម្បីអឺដំណើរការកម្មវិធីនេះយើងចុចពាក្យថា active មកចុចលើប៊ូតុងនោះមកអូខេបន្ទាប់ចុចប៊ូតុងនោះមកយើងនឹងចូលទៅមើលលទ្ធផលដែលយើងបានកំណត់អស់គ្នាបងប្អូនអូខេនឹងចុចចេញពីកម្មវិធីនោះមកអូខេអូខេយ៉ាងម៉េចដែរបងប្អូននៅពេលបន្ទាប់ពីយើងបានកំណត់រួចរាល់ហើយបងប្អូនគិតយ៉ាងម៉េចដែរបើសិនជាបងប្អូនគិតថាវីដេអូនេះវាមានវាល្អបងប្អូនចុច comment ចុច like ចុច follow ខ្ញុំអ្នកមួយផងណាបងប្អូនអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងប្អូនអរគុណច្រើនបាទបងប្អូនបន្ទាប់ពីយើងបានមើលពីលទ្ធផលដែលយើងបានកំណត់ហើយបងប្អូនគិតយ៉ាងម៉េចដែរបើសិនជាបងប្អូនគិតថាវីដេអូនេះវាមានប្រយោជន៍ល្អបងប្អូនជួយ like ជួយ comment ផងណាបងប្អូនអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយ